ជំរាបសួរពុកម៉ែបងប្អូនដោយសារតែមានបងប្អូនក៏សំណូមពរពាក់ព័ន្ធទៅនឹងរបៀបនៃការថែមាន់បន្ទាប់ពីជល់ឬក៏វាងហើយហ្នឹងតើយើងគួរតែថែមាន់បែបម៉េចចំពោះសូមខ្ញុំគឺបន្ទាប់ពីយើងជល់ហើយគឺយើងស្អំធម្មតាបន្ទាប់ពីស្អំហើយខ្ញុំប្រើប្រាស់ជាមួយនឹងអេរ៉ូយចាក់នឹងសាច់ដុំទ្រូងរបស់វាមួយសេដើម្បីកាត់បន្ថយការឈឺចុកចាប់របស់វាដើម្បីកុំឲ្យវារំរឹតខ្លួនខ្លាំងពេកបងប្អូនបន្ទាប់ពីយើងចាក់អេរ៉ូយហើយខ្ញុំប្រើប្រាស់ជាមួយនឹងកមូនទឹករបស់យើងដោយលាបនៅតំបន់មុខហើយនឹងកន្លែងដែលមានរបួសដូចជាខ្នងហើយនឹងស្លាបជាដើមហ្នឹងដើម្បីឲ្យតបៅឆាប់សះក៏ដូចជាកាត់បន្ថយការហើមកុំឲ្យវាហើមមុខខ្លាំងពេកបន្ទាប់ពីយើងបានលាបតាមតំបន់ដែលចាំបាច់ហើយចំពោះសាច់ដុំទ្រូងក៏ផ្លូវហើយនឹងសាច់ស្មាហ្នឹងគឺខ្ញុំបញ្ចូលលំញៀតស្រាសក្បៅយើងធម្មតាដែរទេដើម្បីកុំឲ្យវាជាប់តសៃក៏ដូចជាឲ្យសាច់ដុំវារឹងកុំឲ្យវាជ្រាយណាបងប្អូនជាពិសេសខ្មងយើងហ្នឹងដើម្បីឲ្យវារឹងល្អបន្ទាប់ពីយើងបានបញ្ចូលសពហើយយើងយកវាទៅហាលថ្ងៃដើម្បីឲ្យខ្លួនមាន់វាស្ងួតកុំឲ្យវាផ្ដាសាយក៏ដូចជាឲ្យថ្ងៃហ្នឹងវាសម្លាប់មេរោគដែលជាប់នឹងខ្លួនមាន់ក៏ដូចជាជួយរំលាយនៅឈាមកកក្នុងខ្លួនហ្នឹងណាបងប្អូនយើងដាក់លីងជោគទៅបានហាលថ្ងៃបានយូរគ្រាន់ហ្នឹងណានិយាយពីសុខភាពវាវិញគឺសឹងថាល្អប្រសើរ80ទៅ90%ហើយចំពោះមាន់ពីរនេះគឺខ្ញុំថែជាមួយនឹងឈុតថែមហាកម្លាំងរបស់យើងគឺឃើញថាសាច់ឈាមវាក្រហមល្អហើយកម្លាំងវានៅមាំមួនល្អ